សួស្តីឆ្នាំថ្មីអ្នកទាំងអស់គ្នាអ្នកនៅភ្នំពេញនិងអ្នកមកលេងភ្នំពេញមានដើរលេងហើយនៅហើយមានដឹងថាខ្លួនឯងត្រូវមកកន្លែងណានៅចូលឆ្នាំថ្មីឆ្នាំនេះនៅភ្នំពេញគេរៀបចំសង្ក្រាន្ត5 6ថ្ងៃជាប់គ្នាហើយមិនបាច់ទៅណាឆ្ងាយទេគឺនៅម្ដុំជុំវិញវត្តភ្នំហ្នឹងនៅវត្តភ្នំក៏មានរៀបចំនៅកន្លែងសួនដែលយើងទៅខាងមុខស្អីគេសួនវឌ្ឍនៈហ្នឹងក៏មានរៀបចំហើយនៅផ្សាររាត្រីក៏មានដែរហើយជាពិសេសគឺ Walk Street ស្វាគមន៍មកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញរបស់យើងគឺវត្តភ្នំចង់ជំរាបថាគេរៀបចំស្អាតបាតណាបងប្អូនស្អាតមែនតើគឺមន្ទីរវប្បធម៌វិចិត្រសិល្បៈយើងផ្ទាល់ហ្នឹងអ្នករៀបចំហើយគេមានតាំងបង្ហាញហើយគេមានប្រារព្ធពិធីហែក្បួនដង្ហែទៀតដូចជាម៉ោងពេលល្ងាចគេហែចាប់ពីស្អីគេមកវាំងយើងទៅណាបងប្អូនអញ្ចឹងបងប្អូនក្នុងរយៈពេលចូលឆ្នាំ3ថ្ងៃហ្នឹង14 15 16ហ្នឹងអ្នកទាំងអស់គ្នាអាចទៅលេងនៅវត្តភ្នំ Walk Street ហើយនឹងសួនវឌ្ឍនៈយើងហ្នឹងបានណាហើយគេមានរៀបចំហើយគេរៀបចំស្អាតណាបងប្អូនអត់ចាញ់ការពេលខ្ញុំនៅសៀមរាបម៉ានទេហើយកន្លែងមួយសុទ្ធតែមានការប្រគំតន្ត្រីបោះហនុមានផងឬក៏ high tech ផងទៅតាមកន្លែងមួយអញ្ចឹងណាអញ្ចឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាពេលថ្ងៃបើចង់ទៅដើរលេងឲ្យទៅវត្តភ្នំដូចខ្ញុំបានពេលផឹកពីព្រឹកម៉ោង 9 ម៉ោង 10រហូតដល់ថ្ងៃត្រង់នេះអាចនៅវត្តភ្នំបានព្រោះវត្តភ្នំមានដើមឈើច្រើនអត់សូវក្តៅហើយស្រឡះហើយបាច់ភ័យរឿងអត់អីញ៉ាំទេមានរបស់លក់ញ៉ាំច្រើនណាបងប្អូនហើយសុបាយទៀតនិយាយពីថាឃើញហើយអើយឃ្លានស្រក់ទឹកមាត់ហ្មងជាពិសេសនេះបងប្អូនចាំមើលស្នាដៃខ្មែរយើងនំខ្មែរយើងហើយមកជូរមកអីហ្នឹងអូយមើលហើយឃ្លានហ្មងបងប្អូនតំណងហ៎ហើយក្រៅពីនោះដែរអ្នកនរគ្នាឃើញបងឬក៏មីងអ៊ំនេះគាត់កំពុងធ្វើអីអត់បោះអង្គញចោលឈូងទាញព្រាត់មានលោតប៉ៅលោតអីទៀតហ៎ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងមិនមែនមានតែជនជាតិខ្មែរយើងលេងទេសូម្បីតែបរទេសដែលគាត់ចូលទៅទស្សនាហ្នឹងគាត់ឃើញក៏គាត់សុំខ្លួនចូលលេងដែរហើយគាត់សរសើរថាសុបាយអញ្ចឹងពេលអ្នកទាំងអស់គ្នាដើរលេងឬក៏ដើរមើលចប់នៅកន្លែងវត្តភ្នំអ្នកទាំងអស់គ្នាអាចជិះមកប្រមុខបន្តិចមកនៅកន្លែងសួនវឌ្ឍនៈគេយើងណាវឌ្ឍនៈហ្នឹងអ្នកទាំងអស់គ្នាឃើញមានការរៀបចំអ្នកគេរៀបចំស្អាតមែនតើមិនខ្វះទេប្លង់ថតរូបអ្នកទាំងអស់គ្នាតែទោះបន្តិចពេលខ្ញុំទៅនោះវាក្តៅម៉ោង 11 កន្លះថ្ងៃត្រង់ហើយអញ្ចឹងខ្ញុំចាំសរុបពេលល្ងាចណាបងប្អូនអញ្ចឹងអ្នកទាំងអស់គ្នាបើដឹងទៅណាកុំភ្លេចដូចខ្ញុំប្រាប់អញ្ចឹងវត្តភ្នំតមកសួនវឌ្ឍនៈហើយនឹង Walk Street ហើយក្រៅពីហ្នឹងនៅមានកន្លែងជាច្រើនទៀតដូចជាសង្ក្រាននៅទូតពងទូអីទៀតអញ្ចឹងអ្នកទាំងអស់គ្នាកុំភ័យថានៅពេញអត់មានអីលេងមានច្រើនណាស់
អ្នកអស់គ្នាដូចខ្ញុំអត់ពេលដែលអារម្មណ៍អត់ល្អខ្ញុំគឺការ៉េមជួយបានការ៉េមគឺជួយបំបត្តិទុក្ខកង្វល់ខ្ញុំគ្រប់ប្រភេទទាំងអស់អញ្ចឹងបន្ទាប់ពីដើរក្តៅហើយបូករួមអារម្មណ៍អត់សូវល្អហងឥឡូវបានទៅញ៉ាំការ៉េមសិនអរគុណអ្នកទាំងអស់គ្នាដែលតាមដានស្ដាប់បាយបាយ